រៀបសួរថ្ងៃនេះនាងខ្ញុំសូមចែករំលែករបៀបធ្វើនំដំឡូងបំពងស្រួយឲ្យមានរសជាតិឈ្ងុយឆ្ងាញ់យកដំឡូងពណ៌ស្វាយ2ខាំយកទៅចំហុយឲ្យឆ្អិនល្អហើយប៉ន់ឲ្យម៉ត់បែបនេះបន្ទាប់មកចាក់ម្សៅឆា2ខាំចូលក្នុងដំឡូងដែលប៉ន់ម៉ត់ហើយច្របល់ចូលគ្នារហូតទាល់តែសព្វល្អពេលសព្វល្អហើយបន្ថែមខ្ទឹមចិញ្ច្រាំ1ស្លាបព្រាបាយម្រេចកន្លះស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាបាយស្ករ2ស្លាបព្រាបាយនិងអំបិលបន្តិចច្របល់គ្រឿងទាំងអស់ឲ្យចូលគ្នាល្អបន្ទាប់មកចាក់ទឹកក្តៅ100មីលីលីត្រចូលពេលចាក់ទឹកក្តៅរួចគឺត្រូវតែញីដើម្បីឲ្យគ្រឿងទាំងអស់ចូលគ្នាល្អហើយម្សៅយើងម៉ត់រលោងល្អផងដែរនៅពេលនេះម្សៅដំឡូងរបស់នាងខ្ញុំបានរួចរាល់ហើយនាងខ្ញុំបានចែកជា2ដុំហើយមូរវារាងឲ្យវែងបន្ទាប់មកនាងខ្ញុំយកក្រដាសខ្ចប់វាឲ្យជិតខ្ចប់នឹងក្រដាសរួចរាល់ហើយនាងខ្ញុំយកវាទៅចំហុយរហូតទាល់តែឆ្អិនល្អនំដំឡូងរបស់នាងខ្ញុំបានឆ្អិនល្អហើយនាងខ្ញុំយកវាទៅដាក់ក្នុងទូកករយៈពេល1យប់ក្រោយមកដកចេញពីទូកកឃើញថានំដំឡូងរបស់នាងខ្ញុំហើយរឹងកំព្រឹសល្អណាស់បកក្រដាសចេញយកវាមកហាន់ឲ្យស្ដើងហើយយកវាទៅតម្រៀបដាក់លើថាសដែកដើម្បីពេលយើងហាលទៅគឺឆាប់ស្ងួតតម្រៀបក្នុងថាសដែករួចរាល់ហើយនាងខ្ញុំយកវាទៅហាលនៅលើដំបូលផ្ទះដើម្បីឲ្យឆាប់ស្ងួតល្អនាងខ្ញុំហាលតែកន្លះថ្ងៃគឺស្ងួតល្អហើយពេលលើកចេញមកគឺថាស្វិតស្រួយខ្ញោកតែម្ដងនៅពេលបំពងនំដំឡូងនេះខ្លាញ់ត្រូវតែក្តៅល្អនំដំឡូងនេះនៅពេលដែលបំពងគឺវារហ័សទាន់ចិត្តណាស់ដោយសារនំរបស់យើងបានយកទៅហាលថ្ងៃស្ងួតល្អហើយគ្រាន់តែបង់ក្នុងខ្លាញ់គឺថារីកស្គុះស្គាយពេញឆ្នាំងតែម្ដងបំពងរួចរាល់ហើយគឺបានមួយថាសធំហើយស្រួយខ្ញោកឈ្ងុយឈ្ងប់ពេញផ្ទះតែម្ដងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់